កម្មវិធី Friend ហើយនៅពេលនេះជួបជាមួយនឹងខ្ញុំវិឆ័យនិងកញ្ញានីតាចាលោកវិឆ័យទៅចេញពីរៀនអត់ទេមកដល់ទីនេះត្រូវតែផ្លាស់ប្ដូរសំនៀងពាក្យសិស្សព្រោះចង់ផ្សារភ្ជាប់ជាមួយនឹងសិស្សនិស្សិតរបស់យើងសូមសម្លេងស្វាគមន៍ពីបងប្អូនទាំងអស់គ្នាមួយមកអរគុណចំពោះក្តីស្រឡាញ់និងការផ្ដល់នៃការគ្រប់គ្រងសម្រាប់សិល្បករ V Friend ក៏ដូចជា My Superstar និងកម្មវិធី V Friend ទាំងមូលចាអរគុណក៏សង្ឃឹមថាបងចាសិស្សនិស្សិតទាំងអស់គឺអត់តន់ត្រឡប់ទៅផ្ទះនោះទេនឹងបន្តជាមួយនឹងកម្មវិធីរបស់យើងរហូតដល់បញ្ចប់ព្រោះថាយើងនៅតែមានវត្តមានតារាចម្រៀងដ៏ល្បីក៏ដូចជាការសម្ដែងសមត្ថភាពសិល្បៈពីនិស្សិតនៃសាកលវិទ្យាល័យ RUPP ក៏ដូចជាមកពីខាង IFL ក៏ដូចជា DMC ចាមានច្រើនគ្រប់ផ្នែកទាំងអស់បាទហើយនេះគឺជាការជួបជុំដ៏សប្បាយរីករាយមួយដែលយើងមានការចូលរួមពីសិស្សនិស្សិតដ៏ច្រើនកកកមិនត្រឹមតែសិស្សនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញប៉ុន្តែមានការចូលរួមពីសិស្សនិស្សិតមកពី IFL សាកលវិទ្យាល័យជាគ្រប់គ្រងមកពីបណ្ដាសាកលវិទ្យាល័យជាច្រើនដែលបានជួបជុំគ្នានៅទីនេះបាទចាគឺមានច្រើនដូចជាមកតាំងពីសាកលវិទ្យាល័យភូមិន្ទមេកុងសាកលវិទ្យាល័យមេកុងកម្ពុជាចាសាកលវិទ្យាល័យ IUPP មកពីខាងបញ្ញាសាមកពីUC ក៏មកច្រើនចាហើយក៏ដូចជាមានសិស្សដែលគាត់អញ្ជើញមកពីវិទ្យាល័យដូចជាបាក់ទូកដូចជាសាលាយុគន្ធរមកពីចាប្រសិទ្ធសវត្តអីមកច្រើនបាទអ្វីដែលសំខាន់នៅក្នុងថ្ងៃនេះសូមយើងខ្ញុំទាំងអស់គ្នាសូមសម្ដែងមោទនភាពសម្រាប់សិស្សនិស្សិតនៅទីនេះការរៀបចំកម្មវិធី V Friend សម្រាប់ស្តង់តាំងលក់ទំនិញដែលកើតឡើងអំពីសារដៃនិស្សិតដែលគាត់បានសាមគ្គីគ្នាគឺគាត់បានយកថវិកាដែលគាត់ទទួលបានគឺការបរិច្ចាគជូនដល់កុមារកំព្រានិងបងប្អូនដែលរងគ្រោះដោយទឹកជំនន់នេះគឺជាទឹកចិត្តមនុស្សធម៌ដែលផ្ដើមចេញពីយុវជនហើយយុវជនបានធ្វើឲ្យបងប្អូនមហាជនទាំងអស់គ្នាកំពុងតែចាប់អារម្មណ៍មកយុវជនហើយកំពុងតែផ្ដល់តម្លៃយុវជនអញ្ចឹងសង្ឃឹមថាបងប្អូនយុវជនទាំងអស់គ្នានឹងបន្តធ្វើសកម្មភាពមនុស្សធម៌នេះជាមួយនឹង V Friend សូមកម្លាំងចិត្តមនុស្សធម៌ពីបងប្អូនទាំងអស់គ្នាបាទចាទាំងអស់នេះគឺសិតតែជាអត្តន័យដែល V Friend ចង់បានព្រោះថា V Friend ក៏សាងមិត្ត V Friend ក៏សាងជាតិរួមគ្នាការពារសន្តិភាពចាមិត្តភាពគ្មានព្រំដែនមិត្តភាពគ្មានវណ្ណៈទាំងអស់ចាបាទជួបជាមួយនឹងការបង្ហាញជូននៅទេពកោសល្យសមត្ថភាពរបស់សិស្សនិស្សិតរបស់យើងវិញម្ដងចាអញ្ចឹងជាការសម្ដែងពីនិស្សិត RUPP ដល់ជាកម្លាំងចិត្តមួយទៀតបានខ្លាំងទាំងអស់គ្នាចាគឺមានបទចម្រៀងចំនួន3បទ
តមកពី IFL គឺលោកជុនបានហោបក្រោយខ្នងគេសូមស្នេហ៍ស្មោះដោយសាវ៉ាស្គាល់ហើយអារម្មណ៍គេក្បត់ឈឺប៉ុណ្ណាក៏ដឹងថាខ្លួនឯងមនុស្សល្ងងរលីអស់ហើយក្តីសង្ឃឹមស្នេហ៍បញ្ចប់ស្នេហ៍ដែលតែងតែលៀងបងមានក្តីស្មោះត្រង់ចង់មិនចង់ក៏ត្រូវតែបែកគ្នាសងសាខ្ញុំក្បត់ខ្ញុំរួចគេយំសុំទុំថាគេនៅតែស្មងរឿងកន្លងហួសមានចេតនាទឹកភ្នែកគេស្រង់អង្វរចង់សុំបន្តស្នេហាខ្ញុំឈឺចាប់ខ្លាំងប៉ុណ្ណាគេដឹងទេសងសាខ្ញុំក្បត់ខ្ញុំឲ្យខ្ញុំធ្វើយ៉ាងណាទូលស្រឡាញ់ប៉ុណ្ណាក៏មិនឈ្នះចិនសាវ៉ាដែរស៊ូកាត់បេះដូងបងចោលមិនអាចទទួលវិញទេព្រោះស្អប់ជាងគេមនុស្សដែលក្បត់ខ្ញុំស្រឡាញ់គេក្បត់ខ្ញុំក្រោយខ្នងគេសងស្នេហ៍ស្មោះដោយសាវ៉ាស្គាល់ហើយអារម្មណ៍គេក្បត់ឈឺប៉ុណ្ណាក៏ដឹងថាខ្លួនឯងមនុស្សល្ងងរលាយអស់ហើយក្តីសង្ឃឹមស្នេហ៍បញ្ចប់ស្នេហ៍ដែលតែងតែលៀងបងទួលមិនបានមនុស្សគ្មានក្តីស្មោះត្រង់ចង់មិនចង់ក៏ត្រូវតែបែកគ្នាសងសាខ្ញុំក្បត់ខ្ញុំរួចគេយំសុំទុំថាគេនៅតែស្មងរឿងកន្លងហួសមានចេតនាទាំងភ្នែកគេស្រង់អង្វរចង់សុំបន្តស្នេហាខ្ញុំឈឺចាប់ខ្លាំងប៉ុណ្ណាគេដឹងទេសងសាខ្ញុំក្បត់ខ្ញុំឲ្យខ្ញុំធ្វើយ៉ាងណាទូស្រឡាញ់ប៉ុណ្ណាក៏មិនឈ្នះចិនសាវ៉ាដែរស៊ូកាត់បេះដូងបងចោលមិនអាចទទួលវិញទេព្រោះស្អប់ជាងគេមនុស្សដែលក្បត់ខ្ញុំសងសាខ្ញុំក្បត់ខ្ញុំរួចគេយំសុំទុំថាគេនៅតែស្មងរឿងកន្លងហួសគ្មានចេតនាដឹងតែគេស្រង់អង្វរចង់សុំបន្តស្នេហាខ្ញុំឈឺចាប់ខ្លាំងប៉ុណ្ណាគេដឹងទេសងសាខ្ញុំក្បត់ខ្ញុំឲ្យខ្ញុំធ្វើយ៉ាងណាទោះស្រឡាញ់ប៉ុណ្ណាក៏មិនឈ្នះចិនសាវ៉ាដែរស៊ូកាត់បេះដូងបងចោលមិនអាចទទួលវិញទេព្រោះស្អប់ជាងគេមនុស្សដែលក្បត់ខ្ញុំ
បាទសូមអរគុណកូនសូមសន្យាជានិច្ចថានឹងខិតខំប្រឹងប្រែងសិក្សាលាស្រុកលាស្រែលាម៉ែលាពុកតែកូនចាំទុកនៅពីងទូលមានខិតខំប្រឹងរៀនដើម្បីជាស្ពានយានហើយក៏សាងអនាគតល្អលៀបពុកនាងម្ដាយកូនលាឆ្ងាយហើយតែមិនភ្លេចឡើយអនុស្សាវរីយ៍ស្មងលោកអ្នកទាំងទ្វីគ្រប់វិញនាទីនឹកមិនប្រែឡើយអូលោកតាបេងលើសួងហើយបងមុំជួយថែស្រុកខ្ញុំឲ្យបានសុខសាន្តជោគជ័យប្រកបជាកើតហើយមានបានកូនខ្មែរគ្រប់ប្រានខិតខំសិក្សាខ្ញុំមកភ្នំពេញឋានសួគ៌ឆើតឆាយតែមិនភ្លេចផ្ដាយនៅឯស្រុកទេកូននឹងខំរៀនឲ្យបានពូកែចូលប្រខាងអើយចិញ្ចឹមពុកម៉ែវិញសូមចាត់ចែងដល់មនុស្សទាំងអស់គ្នាដែលនៅទីស្រានេះបាទអរគុណចំពោះការគាំទ្របាទបេងនៅសួងហើយបងខ្មុំជួយថែស្រុកខ្ញុំឲ្យបានសុខសាន្តជោគជ័យប្រកបជាកើតហើយមានបានកូនខ្មែរគ្រប់ប្រានខិតខំសិក្សាខ្ញុំមកភ្នំពេញឋានសួគ៌ឆើតឆាយតែមិនភ្លេចផ្ដាយនៅឯស្រុកទេកូននឹងខំរៀនឲ្យបានពូកែយកប្រខាងអើយចិញ្ចឹមពុកម៉ែវិញបាទសូមអរគុណបាទបោះស្រាយបទចម្រៀងនៅពីរោះហើយជឿជាក់ថាបទចម្រៀងនេះប្រហែលជាប៉ះអារម្មណ៍អ្នកមកពីខេត្ត មានប៉ះអត់បងប្អូន អ្នកណាគេនៅខេត្តខ្លះ បាទ
ចាថា រួមទាំងខ្ញុំមួយដែររំជួចិត្តនៅពេលបានស្ដាប់វត្តនេះហើយអ្វីដែលគាត់បាននិយាយថាយើងនឹងខំរៀនយកលុយជួយម្ដាយគឺជាបេះដូងនិងឆន្ទៈរបស់អ្នកខេត្តគ្រប់គ្នាមែនអត់ ចាអរគុណ